កងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC បានអះអាងកាលពីថ្ងៃច័ន្ទថាខ្លួនបានប្រើសំណាញ់មេឃបាញ់ទម្លាក់ជនហោះគ្មានមនុស្សបើកស៊ើបការ MQ-9 របស់សហរដ្ឋអាមេរិកដែលមានតម្លៃ$30 លាននៅក្នុងមួយគ្រឿងនៅឯច្រកសមុទ្រ Hormuz បើតាមសារព័ត៌មានអ៊ីរ៉ង់ IRNA កងឆ្មាំ IRGC បាននិយាយថាយន្តហោះដ្រូន MQ-9 ដែលផលិតដោយសហរដ្ឋអាមេរិកត្រូវបានស្ទាក់ចាប់និងបាញ់ប្រហារដោយប្រព័ន្ធខែលការពារដែនអាកាសនៅឯច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះយ៉ាងណាភ្លាមទីបញ្ជាការកណ្ដាល CENTCOM ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ានៅពុំទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននៃការបាញ់ទម្លាក់ដ្រូន MQ-9 នេះនៅឡើយនោះទេ MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកខ្នាតយក្សដែលមានសមត្ថភាពទាំងស៊ើបការនិងវាយប្រហារចំគោលដៅជាក់លាក់វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយដែលមានតម្លៃពី$30ទៅ$35 លាននៅក្នុងមួយគ្រឿង MQ-9 Reaper មានទម្ងន់ជាង4700គីឡូក្រាមប៉ុន្តែអាចហោះហើរក្នុងល្បឿន480គីឡូម៉ែត្រក្នុង1ម៉ោងនិងរយៈកម្ពស់ជាង15000ម៉ែត្រវាមានសមត្ថភាពហោះហើរសំកាំងខ្លួននៅលើអាកាសរហូតដល់ទៅ27ម៉ោងចំណុចពិសេសខ្លាំងរបស់វាគឺអាចពំក្រុមមីស៊ីលរុលចូលក្នុងដីប្រភេទ GBU-12 និង GBU-38 រួមទាំងក្រុមមីស៊ីល Hellfire ផងដែរបើតាមទស្សនវិស័យយោធាអាមេរិក Air and Space Force សហរដ្ឋអាមេរិកមានយន្តហោះដ្រូន MQ-9 ចំនួន182គ្រឿងគណៈចាប់តាំងពីផ្ទុះចំនួនកាលពីចុងខែកុម្ភៈមកអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនខ្នាតយក្សនេះច្រើនជាង30គ្រឿងរួចទៅហើយ